dương còn nâng châu mà can mitra 454 ការលើកលែងឲ្យរួចផុតពីទោសបុគ្គលណាដែលបានចូលរួមអំពើរួមគំនិតក្បត់ត្រូវលើកលែងឲ្យរួចផុតពីការទទួលទោសប្រសិនបើមុនការចោទប្រកាន់បុគ្គលនោះបានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចពីអត្ថិភាពនៃអំពើនេះហើយបាននាំឲ្យស្គាល់អត្តសញ្ញាណនៃអ្នកចូលរួមដទៃទៀតមាត្រា455ទោសបន្ថែមប្រភេទនិងរយៈពេលចំពោះបានល្មើសមានចែងក្នុងផ្នែកនេះទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស 1. ការដកសិទ្ធិខ្លះជាពលរដ្ឋជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 2. ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈកាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 3. ការហាមឃាត់ចំពោះការស្នាក់នៅសម្រាប់រយៈពេល10ឆ្នាំយ៉ាងច្រើន 4. ការហាមឃាត់ចំពោះការចាក់ចេញពីដែនដីនៃប្រជាជាតិកម្ពុជាសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 5. ការហាមឃាត់ដល់តនដិតបរទេសចំពោះការចូលឬការស្នាក់នៅក្នុងដែនដីនៃប្រជាជាតិកម្ពុជាជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 6. ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស 7. ការរឹបអូសយានជំនិះរបស់តនដិតមួយគ្រឿងឬច្រើនគ្រឿង 8. ការហាមឃាត់ចំពោះការកាន់កាប់ឬយកតាមខ្លួននៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 9. ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល2ខែយ៉ាងច្រើន 10. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន 11. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទោសសម្រាប់រយៈពេល8ថ្ងៃយ៉ាងច្រើនវីដេអូនេះយើងអានពីមាត្រាគឺមាត្រា454ហើយនិង455យើងនឹងចូលទៅវីដេអូបន្ទាប់ចូលដល់ផ្នែកទី3កុបកម្មដែលផ្ដើមពីមាត្រា456តទៅ